ก็ถ้าสำหรับអូនកន្លែងណាដែលបងគាត់ថាអាចទាំងយកបន្ទុកពីគណៈកម្មការបានក្នុងការខ្ញុំអាចថាអួតខ្លួនឯងក៏បានប៉ុន្តែខ្ញុំតែងតែធ្វើអ្វីមួយខ្ញុំតែងតែមានជំនឿចិត្តរហូតដល់ 100% អ្វីដែលខ្ញុំតែងតែគិតរាល់ថ្ងៃគឺខ្ញុំត្រូវតែមានជំនឿចិត្ត 100% ហើយខ្ញុំត្រូវតែតាំងចិត្តថាក្បាលខ្ញុំត្រូវតែពាក់មកុដមួយថ្ងៃណាមួយជាសុបិនខ្ញុំគិតថាកម្មវិធីមួយគឺមានមកុដតែមួយទេជឿជាក់លើគណៈកម្មការខ្ញុំជឿជាក់ថាគណៈកម្មការគាត់ប្រកាសជាមើលឃើញពីសមត្ថភាពរបស់ខ្ញុំយ៉ាងមានបានត្រៀមខ្លួនហាត់ប្រាណឲ្យសង្ហាអីអត់ទេឬក៏យ៉ាងម៉េចដែរហើយក៏រូបរាងខ្ញុំគិតថាអូខេវិបភាពផ្សេងអាចនឹងមាន1 2 3ចំណុចតែខ្ញុំមានរហូតដល់5 6ចំណុចមិនថាគាត់មានរូបរាងបែបណាទេគាត់ក៏មានសិទ្ធិមួយនៅក្នុងការបំពេញក្តីស្រមៃដូចជាបំពេញនៅមហិច្ឆតារបស់ខ្លួនឯងបានអុយខ្ញុំនិយាយមែនដាក់ពាក្យច្រឡំមែនប្រូប្រកួតសម្រស់ហើយមិនប្រកួតកំ pl ែងទេខ្ញុំនៅតែមិនអស់ចិត្តនឹងកម្មវិធីបរោះអាចបរោះសង្ហាស្អីគេនេះអ្នកទៅប្រឡងកម្មវិធីនឹងមួយចំនួនធំខ្ញុំនិយាយមែនណា 70% ហើយមុខមួយឲ្យដូចអ្នកតាចុយផ្លាតហើយទៅប្រឡងសាកកម្មវិធីបរោះអាចបរោះសង្ហាអញហត់ណាស់និយាយមែនតើខ្ញុំមានអារម្មណ៍ថាដូចមិនមែនកម្មវិធីបរោះអាចបរោះសង្ហាដូចកម្មវិធីអញ្ជើញព្រេងមកឲ្យជួបជុំគ្នាខ្ញុំនិយាយមែនតើមានតាំងពីព្រេងភ្នែកសាលាវព្រេងក្បាល20ព្រេងក្បាល9កតងខៀវព្រេងដាំចេកជ្វាព្រេងដបោកព្រេងដាំរាំងដាំស្កូវដាំជ្រៃគឺមកជួបជុំគ្នាមួយសែតខ្ញុំនិយាយមែនមុខល្មិចក៏មានដែរនិយាយមែនយើងចង់ឲ្យពួកគាត់និយាយចំនិយាយខ្លីទៅគឺបញ្ឈប់ការរើសអើងហ្មងពាក្យរើសអើងមួយម៉ាត់ខ្ញុំសុំមែនតែនរើសអើងឯណាដែរអត់មានណារើសអើងទេប៉ុន្តែនេះគឺជាការប្រកួតក៏ជាមុខរបស់ប្រទេសដែរចូលបេក្ខជនណាដែលសន្លំសនួនសាក់សមនឹងការប្រកួតនោះមិនមែនយកមុខដូចកែខែប្រាំងយកមកធ្វើចូលការប្រកួតទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនអរគ្នាបើឱកាសផ្ដល់ឱកាសឲ្យគាត់ម្ចាស់កម្មវិធីនិយាយខាងជើថាឲ្យជួបការរើសអើងត្រូវផ្ដល់ឱកាសឲ្យពួកគាត់តែនេះផ្ដល់ឱកាសឲ្យគាត់ឡើងប្រកួតកម្មវិធីសម្រស់ហ៎បាទហើយកម្មវិធីសម្រស់ត្រូវយកពួកមុខខ្មោចមុខសត្វចឹងមកប្រឡងមែនបាទកម្មវិធីសម្រស់គេប្រកួតអ្នកស្អាតទេខ្ញុំគិតថាវាជាក្តីសម័យរបស់ខ្ញុំមួយទោះវាខាតក៏វាអាចដូចខ្ញុំនិយាយខាងលើចឹងខ្ញុំអាចខ្ញុំខាតការងារប៉ុន្តែខ្ញុំក៏បានផ្ដល់ឥទ្ធិពលដល់មនុស្សដូចងាញ់ផ្ទះនេះក៏ចោលអត់ចេះឈោមួយមុខខ្លួនឯងមិនចោលក៏ចុយតាប៊ូលីខ្ញុំមិនអាចហាមគាត់បានទេប៉ុន្តែខ្ញុំនឹងធ្វើអ្វីមួយឲ្យគាត់ទទួលស្គាល់នៅថ្ងៃណាមួយអូយមុខឲ្យដូចខ្ញុំគ្រក់ប្អូនវាចោលក៏ចុយទៅប្រឡងសាក់បរោះអាចបរោះសង្ហាងាយគេរិះគន់ទៅអត់ព្រមទទួលយកការពិតទៀតងាយអញឆ្កាញ់ណាស់គេរិះគន់មិនទទួលយកការពិតហ្នឹងតើវាចោលក៏ចុយលើកក្រោយបងងាយមុននឹងចូលប្រឡងកម្មវិធីហ្នឹងងាយដុសខាត់ផ្នែកស្អាតសិនមុខងាយវាក្រក់កន្លែងណាកាយគាត់ឲ្យស្អាតរៀនងាយវាស្ទើរកន្លែងហាត់ប្រាណស្អាតមកចោលក៏ចុយចំណេះដឹងងាយវាស្ទើរកន្លែងណាតែរៀនឲ្យចេះខ្លាំងមកអញងាយមានប្រសិទ្ធមកប្រឡងមកសុំងាយមកប្រឡងគ្មានណាគេរិះគន់ងាយទៀតទេដូចខ្ញុំនិយាយចឹងខ្ញុំមកទីនេះគឺមកដើម្បីធ្វើជាសារសម្លេងដើម្បីលើកទឹកចិត្តទៅយុវជនសម័យថ្មីឲ្យពួកគាត់មានឱកាសក្នុងការបង្ហាញសមត្ថភាពមិនថាយើងកើតមកនៅក្នុងរឿងបែបណានោះទេយើងក៏មានសិទ្ធិនៅក្នុងការបំពេញក្តីស្រមៃក៏ដូចជាបំពេញនៅមហិច្ឆតារបស់ខ្លួនឯងបានស្អីមុខដូចផ្ទះបាញ់ទៅប្រឡងកម្មវិធីបរោះអាចមកចោលក៏ចុយអីមានអាចចាស់តបបាក់បិទផ្លាក់បែកអឹមសេ